គាត់ទៅនេះពួកគាត់យកចែកនេះអរគុណមែនតើគាត់មិនធ្វើជួយដល់ពួកគាត់ទេជួយដល់ឆាលីទៀតដូចជាជួយឧបត្ថម្ភដល់កូនប្រុសខ្ញុំដូចគ្នាខ្ញុំមានតែម្រាមដៃ10អរគុណបងស្រីបាទទឹកចិត្តដែលមិនអាចកាត់ថ្លៃបានសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងស្រីធីរ៉ាសាដែលបានជួយកំងនំប៉័ងជាង300ដើមរួចទៅចែកជូនបងប្អូននៃពេទ្យគុណធបុប្ផាសម្រាប់ថ្ងៃចេញខែរបស់កូនគាត់ហើយខ្ញុំមានតែម្រាមដៃ10អរគុណបងស្រីដែលបានជួយគ្រប់គ្រងនៃនំប៉័ងម៉ាក់ឆាលីហើយក៏ជាផ្នែកមួយនៃជួយមកកូនប្រុសរបស់ខ្ញុំឆាលីផងដែរហើយអរគុណមែនទែនសម្រាប់ទឹកចិត្តដ៏ល្អរបស់បងស្រីដែលចែករំលែកទៅសង្គមសូមអរគុណខ្លាំងណាស់សម្រាប់អំពើល្អរបស់បងចំពោះសង្គមនិងកូនប្រុសរបស់ខ្ញុំមានតែពាក្យជូនពរឲ្យបងរកទទួលទានមានបានមានសេចក្តីសុខគ្រប់គ្រងគ្រួសារ